Ngàyនេះលៀងរលឹមស្រេចមេឃត្រជាក់នឹកឃើញថាចង់ញ៉ាំជាមួយនឹងស្លត្រពាំងសាបហើយក៏ដើរមកក្រោយផ្ទះដើរមកកន្លែងដើមម្សៅដែលដាំខ្លួនឯងនេះក៏មកជីកជាមួយនឹងត្រពាំងដែលបានដាំដើម្បីយកទៅស្លជាមួយនឹងត្រពាំងសាបជីកនេះមិនមែនជីកតែមួយទេគឺជីកទាំងអស់ក៏ដោយជីកយករៀងច្រើនដោយសារចង់ធ្វើជាមួយនឹងត្រពាំងជូរដែរអញ្ចឹងហើយក៏កាត់ទាំងអស់ទៅដោយសារទុកក៏វាធំអាស័យខ្ពស់ក៏អត់សូវជាមានប្រយោជន៍អីដែរដោយសារដាំនេះដាំគ្រាន់តែដើម្បីបានត្រពាំងសម្រាប់ដុសមកដើម្បីយកទៅស្លហូបឬក៏ចំខឬក៏យកធ្វើជាត្រពាំងជូរទុកហូបពេលក្រោយហើយឥឡូវនេះក៏ជីកយកទាំងអស់ហើយក៏នៅសល់ខ្លះទៀតដែរតែទុយអត់យកទេឥឡូវក៏មកអង្គុយបកដើម្បីយកទៅចិតស្លត្រពាំងសាបខ្លះនិងចិតធ្វើជាត្រពាំងជូរខ្លះពេលចិតឃើញច្រើនតែដល់ពេលយកមកបកហើយអស់សបកទៅទើបដឹងថាអត់សូវច្រើនប្រហែលទេរៀងបន្តិចដែរនឹងមកល្មមគួរសមយកស្លតាពីរទេក្រៅពីហ្នឹងគឺយកចិតធ្វើជូរទាំងអស់ឥឡូវចិតរួចរាល់ហើយបង